សូមព្រះនាងម្ចាស់ប្រគល់សមជាហោដើម្បីបញ្ចុះនៅសមុទ្រគ្មានត្រៃផងសូមទ្រង់មេត្តាផងចុះអ្នកមីងមិនបានយកព្រះបុត្រាទៅធ្វើស្អីនោះទេបានជាពេលដល់នៅរស់ទ្រង់ស្រឡាញ់អ្នកមីងយ៉ាងនេះទៅហើយទ្រង់ទុកនៅទីនេះតាមមានអ្វីខុសទៅទាំងអស់គ្នាអាងអីមានគ្នាច្រើនហើយថែមទាំងអញ្ជើញទេវតាតងហួរមកនេះគូឆាប់និយាយតែបាទអ្នកមីងសម្ដែងគ្រប់គ្នានិយាយខ្ញុំស្ដាប់យល់ទាំងអស់ហើយក៏យល់ច្បាស់ដែរគ្រាន់តែបែរតែខ្ញុំនៅជាស៊ូស៊ូធ្លាប់ធ្វើជាប្រពន្ធរបស់គាត់ពេលនេះរវាងខ្ញុំនិងគាត់ក៏នៅមានការភ្ជាប់ពាក្យក្នុងនាមជាប្រពន្ធខ្ញុំចង់បំពេញភារកិច្ចចុងក្រោយឲ្យគាត់សំពេលឲ្យខ្ញុំបានរៀបចំសម្លៀកបំពាក់លបលៀងមកមាត់ឲ្យគាត់មើលទៅស្រស់ស្អាតមុនពេលចេញពីឈិញឈាវការថ្វាយបង្គំនេះគឺជាការថ្វាយបង្គំក្នុងនាមជាប្រពន្ធសម្រាប់ត្រង់ទាំងពីរក្រោកឡើងមកនេះគឺជាអ្វីដែលយើងចង់បានសូមអរព្រគុណអ្នកបងឈប់យំទៅលទ្ធផលនៅពេលនេះគឺជាហួរគឺជាព្រះបុត្រានៅឋានលើលះបង់ដើម្បីប្រជារាស្ត្រនិងដើម្បីឋានសួគ៌ទាំងអស់សូមអ្នកបងកុំបន្ទោសលើប៉ាយឈៀនម្នាក់ឯងអីទង្វើនេះអាចនាំឲ្យមានផលប៉ះពាល់របស់ឈិញឈាវនៅឋានលើយើងជាម្ដាយបង្ការរបស់យេហូវព្រោះតែស្រីម្នាក់គេសុកចិត្តស្លាប់ដល់ទៅ2ដងឬមួយក៏ចង់ឲ្យយើងហួងហែងពីមនុស្សសញ្ចេតនាឈិញឈាវនឹងឋានលើទៀតឬមួយក៏យើងមិនចេះឈឺចិត្តទេឬមួយមានតែនាងប៉ៃឈិនម្នាក់នោះចេះឈឺចាប់ទេអ្នកបងកុំអញ្ចឹងអីខ្ញុំគ្មានន័យអញ្ចឹងទេបានជាប៉ៃឈៀនយល់ព្រមប្រគល់រាងកាយឲ្យយេហូវឲ្យពួកយើងទៅហើយនោះយើងរងចាំបន្តិចទៅសូមចេញអ្នកទាំងអស់គ្នាពិសាតែឮថាព្រះនាងតូចចិត្តទទួលតំណែងព្រះនាងម្ចាស់បន្តឲ្យតែមិនទេនៅក្មេងនៅឡើយទេគឺបានគ្រប់គ្រងទីនេះពូកែមែនមកពីអ្នកមីងត្រូវរៀបការឡើងឋានលើហើយពេលនេះគិតទៅក៏អត់ប្រយោជន៍ដែរបងនឹងចាំបានទេអូនធ្លាប់និយាយថាចាំទុកបងនៅឈិញឈាវឲ្យមួយថ្ងៃឃើញតែអូនម្នាក់តែមកទៅពេលនេះអូនប្រហែលជាធ្វើមិនបានទេព្រោះថាបងគឺជាព្រះបត្រានៅឋានលើអូនជាព្រះនាងម្ចាស់នៃឈិញឈាវបើបង្ខំចិត្តខាត់បងទុកនៅទីនេះនឹងធ្វើឲ្យឈិញឈាវ
នឹងឋានលើមើលមកគ្នាមិនចំចាំបានថាកាន់នោះបងនិយាយថាអ្នកដែលបងស្ញប់ស្ញែងបំផុតគឺជាលោកពូទី2កាលនោះអស់មិនយល់ទេបងថាគាត់ជាស្ដេចសមុទ្រខាងជើងមួយអង្គមានអ្វីគួរអស្ចារ្យទេពេលនេះអូនយល់ហើយបងមិនមែនជាព្រះបត្រានោះទេអូនពិតជាអាចទុកបងនៅទីនេះបានបែបនេះពួកយើងពិតជាអាចនៅជាមួយគ្នាបងថាតាមឋានៈរបស់អូនពិតជាពិបាកបែងចែកណាស់ពេលនៅជាមនុស្សធម្មតាស័ក្តិសមនឹងបងពេលនេះអូនជាពនាងម្ចាស់តែអូនខាត់បងមិនបានបងថាតែមើលអូនពិតជាអត់បានការណាស់មែនទេហាប៉ុន្តែមិនអីទេអូននឹងចងចាំទុកគ្រប់ពេលវេលាដែលយើងនៅជាមួយគ្នាចាក់សោពួកវាຕົកក្នុងបេះដូងអូនចង់ចាំຕົកគ្មានថ្ងៃបំភ្លេចបានហើយយើងចាប់និយាយរឿងហ្នឹងតែអូនមានរឿងខ្លះចង់និយាយប្រាប់បងមានដឹងទេនៅពេលដែលបងនៅខាងក្រៅរូមហើយឈរនៅខាងមុខនោះអស់រយៈពេល7ថ្ងៃចិត្តរបស់អូនបានតន់បាត់ទៅហើយតែបងក៏ដឹងដែរមនុស្សដូចជាអូនភ្លាមគឺមិនអាចធ្វើបានជាហោបានអត់តោឲ្យបងយូរហើយពី300ឆ្នាំកន្លងមកនេះលំបាកបងហើយ ជាហោសុំតែមកបានស្កប់ស្កល់តែទាំងអស់គ្នាសាច់គាត់ទេសុំតែតាមថ្នាំដៃផងព្រះបត្រាធំ
ប៉ុន្តែម្ចាស់មានអ្វីចង់ប្រែផ្ដាស់មែនទេ តាខ្ញុំម្ចាស់អាចតាសមុទ្រគ្មានត្រីជាមួយបានទេ អធិស្ឋានផងចុះទីនោះគឺជាតំបន់ពិសិដ្ឋមានតែអ្នកឋានលើទេទៅបានម្យ៉ាងត្រង់គឺជាពនាមម្ចាស់ឈិញឈៀវបានតាមច្បាប់ទម្លាប់គួរកំទៅល្អជាងទោះបីត្រង់មានការភ្ជាប់ពាក្យនឹងគ្នាតែមិនទាន់រៀបការនោះទេ ទោះជាអ្នកមីងមិនតាន់រៀបការជាមួយព្រះអង្គតែពួកគេស្រឡាញ់គ្នាណាស់សំអាងលើស្អីមិនឲ្យអ្នកមីងទេ ប៉ុណ្ណឹងបានហើយចាណាវាជាច្បាប់ទម្លាប់ឋានលើ អ្នកមីងអ្នកមីងយាហោអ្នកមីង អ្នកមីងយ៉ាងម៉េចទៅអ្នកមីង ពោទី4ជួយមើលអ្នកមីងឲ្យខ្ញុំផងណា ឡងស៊ីអ៊ូឈប់យំទៅ ទទួលព្រះរាជដំណើរព្រះបុត្រាមកវិញ ទាំងអស់គ្នានៅទីនោះខ្ញុំម្ចាស់លើលួម្យ៉ាងពោត្រង់ក៏មានការលំបាកតែខ្ញុំម្ចាស់មិនបានសួរ ចង់សួរពីអ្វីដែរទេ របស់ត្រង់ ធូរស្រាលច្រើនហើយ ល្អអញ្ចឹងល្អហើយអញ្ចឹងខ្ញុំម្ចាស់ ស្មានតែត្រង់ចង់សួរសំណួរនោះ រឿងអីតែ មុនពេលធ្វើសង្គ្រាមត្រង់បានសួរយើង បាសិនខ្ញុំម្ចាស់ថាបាសិនបាទត្រង់មិនបានលុបឈ្មោះខ្លួនឯងចេញពីថ្ម3ជាតិទេត្រង់ស្រឡាញ់ខ្ញុំម្ចាស់ទេ ស្រឡាញ់ ព្រះអង្គត្រង់និយាយអីហ្នឹង កាលនោះបើយើងមិនបានលុបឈ្មោះខ្លួនឯងនៅលើថ្ម3ជាតិនោះទេយើងនឹងស្រឡាញ់ត្រង់ហើយត្រង់ចូលទៅឋានកដាលព្រោះបំពេញបំណងរបស់ត្រង់ថែមទាំងបំពេញបំណងរបស់យើងទៀត ត្រង់ទៅវិញចុះ 我
កាត់មករហូតបើសិនជាអូនបែកខ្ចែកព្រលឹងដែរគឺអូនបាត់ឆ្អែរកបងឃើញប៉ុន្តែអូនខ្លាចណាស់បើសិនជាអូនមិននៅអញ្ចឹងអូនអាចនៅចាំបងបានដែរទេហេតុនេះតែអូនសម្រាប់ចិត្តណាធម្មតាបែបនេះយ៉ាងហោចណាស់ក៏បានឃើញបងបង្ហាញមកចំពោះអូនញញឹមដាក់អូនប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយសម្រាប់រូបអូនគេស្លាប់បាត់ហើយឯងលើចង់រស់ហើយរស់នៅធំប៉ុណ្្នឹងទៅហើយបែកបាក់ព្រាត់ប្រាសមិនទាន់យល់ទៀតមិនយល់ទេតែខ្ញុំមិនដឹងថាគួរធ្វើយ៉ាងណាបងទី4ដឹងទេថ្ងៃនោះខ្ញុំស្វឹងខ្លាំងបាយចង្គៀងតបលឹងខ្ញុំបានមកឃើញរឿងរ៉ាវកើតឡើងកាលពី300ឆ្នាំមុនទាំងអស់ពេលនោះខ្ញុំយល់ថាយេហោធ្វើអ្វីក៏ខុសទាំងអស់ដែរតែមិនចង់ចាំអំពើល្អដែលគេបានធ្វើទេពេលនេះយេហោគេមិននៅនៅក្នុងខួរក្បាលរបស់ខ្ញុំពោះពេញដោយទង្វើល្អរបស់គេគ្រប់យ៉ាងកុំគិតវាអីបងទី4ដឹងទេថ្ងៃនោះលីជីងមកជិញ្ជិះរកខ្ញុំជេរគេដល់ថ្នាក់ត្រង់មិនបានមនុស្សដូចជាលោកមួយជីវិតនេះកុំសង្ឃឹមថាបានអ្វីដែលលោកចង់បានអីសោះបានហើយតែមិនចេះឲ្យតម្លៃតែខ្ញុំក៏បែបនឹងដូចគ្នាដែរពេលដែលគេមិននៅតែខ្ញុំដឹងថាអត់ពីគេខ្ញុំពិតជាមិនចង់រស់នៅទេបានហើយទៅវិញសម្រាប់ទៅ时的凡世间。
ชินឡាមកនិយាយពីរឿងដែលអូនបានមើលសភើបងស្ដាប់ទៅជាហោចាំមិនហ្នឹងប្រសាណាប្រសាមែនទេឈិនបងពិតជាអត់មានពាក់ព័ន្ធជាមួយនឹងគេមែនគ្រាន់តែឲ្យគេមើលថែអ្នកម៉ែតែប៉ុណ្ណោះនោះគឺជាស្នាដៃរបស់ស៊ូមៀនអូនដឹងហើយអូនដឹងឈិនទូបងធំដឹងក្តីជាមួយស៊ូមៀនតែបងទុកគេត្រឹមតែជាអ្នកស្គាល់គ្នាតែប៉ុណ្ណោះកន្ទុយភ្នែករបស់គេក៏បងមិនដែលយកភ្នែកមើលគេចង់រៀបការជាមួយនរណាអត់ពាក់ព័ន្ធជាមួយបងនោះទេមិនអាចព្រោះតែគេធ្វើបងងាកទៅស្រឡាញ់អូននោះទេអូនដឹងហើយអូនយល់អូនជាបងគ្រប់ម៉ាន់ពីកើតខែ9ជាថ្ងៃដ៏ល្អស្ដាយដែលពួកយើងរំលងវាអត់ទេមានបងនៅគ្រប់គ្រាន់ហើយអាចនៅជាមួយបងថ្ងៃណាក៏ល្អទាំងអស់ដែរអូនចង់ឃុំបងទុំនៅឈិនឈៀវមែនដែរទីនេះតាមកទេជាហោមេដាបងថាជាងមិនតាន់រៀបការនឹងគ្នាអញ្ចឹងហើយមិនអាចទុករាងកាយបងនៅទីនេះមិនដឹងថាអាវមួយនេះអាចមានប្រយោជន៍ឬអត់អាចឲ្យបងស្ដាប់ឬអូននិយាយឬអត់
យសពឃើញបងពេលមានជីវិតរស់នៅដូចជាគ្មានអីប្លែកដែលអាចនិយាយជាមួយអូនបានយល់ថាបែបហ្នឹងគឺល្អណាស់បើបងទំនេរឧស្សាហ៍មកលេងអូនក្នុងយល់សពផងកុំដោះអូននិយាយគ្នាហើយលេងអូននាងតូនអញជាព្រះនាងម្ចាស់ដែលក្មេងបំផុតនៅទីនេះតែឈានអាយុប៉ុនឯងបានហាត់គុណដល់គុណលុននៅឡើយទេលោកយាយនិយាយថាអ្នកមីងគាត់ជប់រៀបការហាត់អីនៅបន្តតំណែងមួយនេះមកឲ្យខ្ញុំទៀត អ្នកមីងរបស់ឯងគេ លោកយាយមិនបាននិយាយទេខ្ញុំយល់ ឯងយល់ស្អីមិនធ្លាប់ទាំងការផងលោកយាយអ្នកមីងគាត់បានចេញទៅខាងក្រៅដើរហៅយូរណាស់មកហើយអស់ពេលជាង3ឆ្នាំថ្ងៃនេះគាត់ត្រឡប់មកវិញទេ រឿងនេះយាយក៏មិនដឹងដែរ ចាំពុកនាំឯងទៅបង្ហាញឲ្យប្រជារាស្ត្របានស្គាល់ បងអ្នកដែលមិនដឹងរឿងគាត់ជិះគិតថាខ្ញុំទៅរៀបការហើយ ដល់ពេលវេលាទទួលតំណែងហើយនៅមិនទាន់មើលមាត់ទៀតទេ មើលអញចុះដូចជាចាស់ជាងយើងពីរនាក់ទៅទៀត ខ្ញុំដឹង អូនចង់និយាយថាប៉ៃអ៊ីនៅក្មេងកាត់រកបងតាមមែនទេ មើលបងនិយាយចុះអូនមានកូន5នាក់មានតែគេម្នាក់ទេដែលមានចរិតអញ្ចឹងកាត់រកតាមបងកាត់ពីក្មេងគ្មានខុស អូឯងចឹងដែរទេ អត់ទេ បានហើយតោះទៅ ពី3ថ្ងៃមុននេះវាស្នាបានលួចប្រាប់ខ្ញុំថាជាង3ឆ្នាំមុននេះត្រង់បំពេញការងារយ៉ាងស្រុតស្វាញ់ណាស់សម្រាប់មិនពេញភ្នែកជាងកន្លះខែហើយព្រះអិនក៏មានកូនជាច្រើនអង្គហេតុអីបានជាអំពលទុកដល់ត្រង់ទៅវិញស្ដេចដល់ហើយដែលខ្ញុំម្ចាស់បានត្រឹមតែពិបាកចិត្តមិនអាចធ្វើអ្វីបាន ពីថ្ងៃនេះដែរខ្ញុំម្ចាស់ខ្លាចជាព្រះនាងម្ចាស់អ្នកមីងនឹងលោកពុកបានបដៅខ្ញុំថាក្នុងនាមជាព្រះនាងម្ចាស់មិនអាចធ្វើអ្វីមិនចេះគិតនោះទេខ្ញុំម្ចាស់មិនអាចធ្វើដោយកាលពីមុនទេ
ចេញចូលក្នុងដំណាក់ថៃចឹងចាក់តែថ្វាយត្រង់កំដៅត្រង់ពេញមួយយប់នោះទេបងសាទរព្រះនាងទៅទទួលដំណែងជាជំនួយគ្រប់គ្រងទីនេះដល់ស្ដីសុខដល់ពួកខ្ញុំទូលមកគុំវាសនានៅដំណាក់ថៃឆឹងរបស់ទេវតាតុងហួរបានទទួលបញ្ជាថ្វាយព្រះពរទ្រង់ទទួលតំណែងជាព្រះនាងម្ចាស់នៅឈិញឈៀវនេះជាអំណោយរបស់ព្រះអង្គជាផែនទីដែលទ្រង់ប្រើប្រាស់ពេលដែលគ្រប់គ្រងផែនដីនិងសមុទ្រទាំង4នេះជាស្នាមព្រះហស្ថរបស់ទ្រង់ផ្ទាល់ព្រះអង្គពិតជាមានថ្មីដៃមែនព្រះអង្គតុងហួរនៅដំណាក់ថៃឈឹងនោះគឺជាផ្ទាំងគំនូរចម្បាំងរបស់អតីតរាជាដ៏អស្ចារ្យធ្លាប់តែឮទេទោះបីជាព្រះអិននៅពេលនេះក៏គ្មានវាសនាបានឃើញដែរអូនស្មានតែវាជាពាក្យចចាមអារាមប៉ុណ្ណោះរំខានលោកហើយក្រៅពីអំណោយមិនដឹងថាទ្រង់មានអ្វីនិយាយផ្ដាច់ផ្ដាំនោះទេទ្រង់ថាពេលដែលព្រះនាងម្ចាស់បើកផ្ទាំងគំនូរគឺពិតជាដឹងជាមិនខាននោះទេ100000ឆ្នាំមកនេះឆាងហៃសានធីនគ្មានម្សល់នៅដិតដាមលើផ្ទាំងគំនូរទេសូម្បីតែសមុទ្រទាំង4ក៏បានបដូររូបរាងទាំងអស់ដែររឿងរ៉ាវគ្រប់យ៉ាងប្រែប្រួលមិនទៀងគ្មានអ្វីដែលគួររងចាំទេសូមត្រេកអរព្រះនាងសំពះនេះថ្វាយដល់ព្រះអង្គយើងហង្កន្ទុយ9សូមអរគុណចំពោះអំណោយមួយនេះសង្ឃឹមថាឈិញឈៀវមានមេត្រីភាពជាមួយនឹងឋានសួគ៌ប្រជារាស្ត្រសបោសបាយទៅក្រៅវិញឆាប់សិនអ្នកទាំងពីរមកលេងឋានកណ្ដាលដែរមែនទេមកក៏ដឹងថាយើងជាទេវតាចំហាយទេវតាខ្លាំងណាស់មនុស្សធម្មតាមើលមិនដឹងទេប៉ុន្តែយើងវិញបើមើលមិនដឹងគឺពិតជាយ៉ាប់ផាយតែយើងអ្នកទាំងពីរអាចឲ្យយើងខ្ចីប្រាក់បន្តិចបានទេយើងជួយចាត់ចំពោះការសម្ដែងនោះណាមិនឲ្យរង្វាន់ខ្លះដូចជាមិនសូវសមទេរឿងខ្ចីមិនអីទេតែទេវតាដូចជាឯងគួរតែចេះសិលប្រាកាឡាជប់មាសពី3តម្លឹងគ្មានបញ្ហាទេហេតុអីមកខ្ចីពីយើងព្រះមេដាខ្លាចយើងបង្ករឿងក៏ចាត់ជីបចោលយើងមិនឲ្យប្រាសិលឡណាឡលោកខាងនេះជានរណាដែរទៅគេជាបត្រាស្ដេចកញ្ជ្រោងជាបរិសសង្ហាប្រចាំសមុទ្រទាំង4របស់យើងខ្ញុំសង់គុជនេះយ៉ាងម៉េចវិញមិនបាច់ទេ
មើលទឹកទន្លេហូរចាក់ទៅក្រោមជារៀងរាល់ថ្ងៃគ្មានពេលបកក្រោយយល់ថាជីវិតមនុស្សក៏បែបនេះដែរមិនអាចបកក្រោយត្រូវតែសម្លឹងទៅមុខបងនិយាយត្រូវមើលទៅពួកគេចុះអាចមានជីវិតរស់នៅឋានកណ្ដាលត្រឹមរយៈពេលខ្លីហើយត្រូវរងកម្មពៀដែលវាសនាបានចារទុកមានអ្នកខ្លះទៀតគឺក្រលំបាកមួយជីវិតហើយអ្នកខ្លះទៀតមានគំនិតរីកចម្រើនកូនស្រីដែលនៅក្នុងត្រកូលថ្លៃថ្នូរត្រូវរៀបការជាមួយនឹងអ្នកដែលមិនស្គាល់តែពួកគេបែរជារស់នៅយ៉ាងសប្បាយចិត្តពេលមើលឃើញពួកគេហើយមានយល់ថាខ្លួនឯងល្អជាងពួកគេដែរទេជាង3ឆ្នាំមកនេះបងនិយាយច្រើនជាងមុនព្រោះតែដើម្បីរូបឯងបើនិយាយការពិតទៅទឹកមុខឯងគឺកាន់តែស្រស់ហើយពី3ខែនេះខ្ញុំយល់សប្ឃើញគាត់រាល់ថ្ងៃអារម្មណ៍ពិតជាស្រស់បោះស៊ីអ៊ូត្រូវបែងចែកឲ្យច្បាស់អ្វីជាការពិតអ្វីជាការយល់សប្តិបងទី4បងមិនដាច់ដឹងរឿងចាំងចៅខ្លាចជាមិនបានទេម្នាក់ដែលឈ្មោះចាំងចៅយល់សប្ថាខ្លួនខ្លាចជាមិនអំបើហោះហើររេរាល់សប្បាយខ្លាំងណាស់ភ្ញាក់ឡើងពេលដែលដឹងថានៅជាមនុស្សដដែលចង់ក្រោយមិនដឹងថាគេយល់សប្ប្រាកន្លះជាមិនអំបើឬក៏មិនអំបើយល់សប្ថាប្រាកន្លះជាគេទេ300ឆ្នាំមុនយល់សប្ឃើញគាត់ដំបងខ្ញុំក៏យល់ច្បាស់ប្រើប្រាស់ការប៉ិនក្នុងយល់សប្ហើយប្រើយល់សប្ជាការរស់នៅប៉ិនគ្រាន់តែដោយវិធីខ្លះប៉ុណ្ណោះវាដូចតែគ្នាតែលោកប្តីកំតចោលអូនអីលោកប្តីអូនស្មោះត្រង់ចំពោះបងហើយទុកកូនប្រាប់បងដូចជាកូនបង្កើតលោកប្តីកុំបោះបង់អូនអីអូនសុំបងកុំបោះបង់អូនអីលោកប្តីដូចឯនេះក៏មករំខានយើងអត់សោះធ្វើឲ្យប្តីប្រពន្ធយើងតតែគ្នាដើមឡើងយើងគិតថានឹងអាចជាប្រពន្ធមិនស្មានថាឯនេះចេះរេដូចជាចុងស្រល់តែតសូម្បីតែស្មុំតាមផ្លូវយើងប្តឹងមិនដែររួចហើយថ្ងៃក្រោយក៏មករំខានយើងទៀតសោះលោកប្តីកុំចាំងអីលោកប្តី